បងប្រាប់អូនប្រមាណដងហើយថាពេលយប់ជ្រៅអូនហាមញ៉ាំច្រើនពេលនេះយ៉ាងមិនដែរជឿកាហ្វេឲ្យឃើញទេដឹងហើយមកប្រាប់ថាដឹងហើយតែគ្មានដាក់ក្នុងចិត្តបន្តិចសោះអូនកំពុងតែមិនស្រួលខ្លួនស្រាប់តែហើយបងកំថាអូនថែមទៀតបានទេនេះគឺជីវិតដែលនាងត្រូវការក្រោយពេលបាយពីខ្ញុំមកជួបមនុស្សប្រុសបែបនេះមើលទៅដូចជាគ្មានស្អីល្អជាងខ្ញុំបន្តិចសោះវាគឺជាការពិតក៏មិនបាននិយាយថាស្លាញ់ខ្ញុំទេអេខ្ញុំខំសើកម្រងការនេះរយៈពេល3ថ្ងៃមិនក៏វាបាត់អស់អញ្ចឹងខ្ញុំបានប្រាប់ប្រមាណដល់ហើយថាឲ្យត្រៀមឯកសារដើម្បីជំនួយអីយ៉ាអូមិនភ្លេចទេក្នុងរឿងការងារនាងត្រូវតែត្រៀមរបស់គ្រប់យ៉ាងទុកជាមុនដើម្បីដោះស្រាយបញ្ហាពេលបន្ទាន់ឈប់និយាយទៅមិនបានជានាងកំងរបស់ច្រើនដល់ថ្នាក់នេះរបស់ទាំងអស់នេះត្រូវតែយកមកវិញមិនទៅទិញដល់កន្លែងទៅមិនចាំបាច់កំងអនឡាញដែរគឺដោយសារតែវាថាខ្ញុំប្រាប់ប្រមាណដល់ហើយថាកំណត់ជាមួយរបស់ចំណេញតិចតួចអញ្ចឹងវាខាត់ពេលខាត់វេលាការដែលបងនិយាយបែបហ្នឹងបងខឹងមែនទេចាប់ហើយមិនបានចាហៅតាក់ស៊ីមិនបានអញ្ចឹងជីតាក់ស៊ីពេលបន្ទាន់បែបនេះគឺចាប់ណាស់មិនក៏ព្រឹកត្រៀមខ្លួនឲ្យរួចរាល់ជាមុនសិនទេអូនចូលគេយប់ជ្រៅដូច្នេះហើយអូនងើបមិនទាន់ទេប្រាប់ប្រមាណដល់ហើយថាបើថ្ងៃស្អែកមានរឿងសំខាន់គឺត្រូវប្រញាប់ចូលគេឲ្យលឿនជាងមុនអីយ៉ាបានហើយអូនធ្វើដូចជាបងមិនបានទេបងធ្វើដូចខ្លួនឯងទេស៊ូជីខ្ញុំធ្លាប់ក្បត់ទៅនេះប៉ុន្តែពេលនេះខ្ញុំផ្លាស់ប្ដូរហើយណានាងមកនៅជាមួយខ្ញុំវិញបងណាខ្ញុំធ្វើល្អជាងគេនោះលោកបានត្រឹមតែនិយាយថាស្លាញ់ខ្ញុំតែគាត់ខុសពីលោកឃើញទេចង់ខ្ញុំធ្វើឲ្យកំងអនឡាញវាមិនត្រូវចិត្តទេមិនមកទិញនៅហាងទេបងដឹងថាក្នុងហាងមួយនេះថ្លៃប៉ុណ្ណាទេបើសង្សារខ្ញុំកម្ដៅដាក់របស់ណាទិញឲ្យគេទាំងអស់តែម្ដងទេអូនសប្បាយចុះណាបងចាំអូននេះជាកន្លែងអីទេអូនមិនអាចហៅតាក់ស៊ីបានដល់ព្រឹកទេបងទិញផ្ទះមួយនេះអូនវានៅជិតក្រុមហ៊ុនអូននឹងមានពេលវេលាសម្រាប់គេច្រើនជាងមុនបន្តិចជប់សម្ដែងទៅគ្មានមនុស្សប្រុសណាល្អចឹងទេជប់កក់ខ្ញុំបានហើយតោះសាក់ខ្ញុំមានជំងឺក្រពះធ្ងន់ធ្ងរសូមពឹងលើកដុកទ័រផងម្ស្រីរបស់គាត់មានជំងឺក្រពះលោករីបានឲ្យគ្រូពេទ្យជំនាញទាំងអស់ដើម្បីព្យាបាលម្ស្រីគាត់ពិតជាមានសំណាងមែនគេជានរណាមិនស្គាល់ទេបងធ្វើបងអូនទោះមិនចង់ញ៉ាំអូនក៏ត្រូវញ៉ាំឲ្យខ្លះដែរកុំបារម្ភអីណាបងនៅទីនេះហើយគាត់មិនដែលនិយាយថាស្លាកខ្ញុំទេគាត់តែនិយាយហាត់ផលជាមួយខ្ញុំរហូតប៉ុន្តែអ្វីដែលគាត់ធ្វើក៏សុទ្ធតែយកចិត្តទុកដាក់ចំពោះខ្ញុំទាំងអស់